ចង់ដឹងថាខ្លួនឯងមានស្បែកពណ៌សម្បត់បែបណា warm tone, cold tone ឬក៏ neutral tone ហើយគួរតែជ្រើសរើសក្រែមលាបមាត់បែបណាឲ្យស័ក្តិសមជាមួយពណ៌សម្បត់របស់យើងណាកុំឲ្យមើលមកឃើញយើងចាស់ពេកអញ្ចឹងជាដំបូងគឺយើងត្រូវដឹងពីពណ៌សម្បត់របស់យើងសិនអ្នកទាំងគ្នាអាចមើលពីសរសៃដៃរបស់អ្នកទាំងគ្នានៅកន្លែងនេះបានអញ្ចឹងបើសិនជាសរសៃដៃកន្លែងនេះមានពណ៌ខៀវឬក៏ពណ៌ស្វាយអញ្ចឹងបានន័យថាអ្នកទាំងគ្នាគឺមាន cold tone nàyហើយសម្រាប់អ្នកដែលមានសរសៃដៃពណ៌បៃតងឬក៏គេហៅថាពណ៌ olive ហ្នឹងណាគឺអ្នកទាំងគ្នាមាន warm tone និយាយទៅដូចខ្ញុំអញ្ចឹងគឺ warm tone ហើយសម្រាប់អ្នកដែលមានសរសៃដៃពណ៌ខៀវលាយជាមួយពណ៌បៃតងអញ្ចឹងបានន័យថាអ្នកទាំងគ្នាគឺមាន neutral tone nàyអញ្ចឹងឥឡូវគឺយើងចូលមកដល់វគ្គរើសពណ៌ក្រែមឲ្យត្រូវជាមួយនឹង tone ស្បែករបស់យើងម្ដងហើយសម្រាប់អ្នកដែលមានស្បែក warm tone និយាយទៅដូចខ្ញុំណាអ្នកទាំងគ្នាអាចប្រើជាមួយនឹងពណ៌ទឹកក្រូចឬក៏ស្រឡាញ់ពណ៌បែបរាងទឹកក្រូចតែរាងកម្មៅអញ្ចឹងអាហ្នឹងគេហៅថាទឹកក្រូចបែបក្បឿងអ្នកទាំងគ្នាអាចប្រើជាមួយនឹងពណ៌នេះបានហើយបើសម្រាប់អ្នកដែលស្រឡាញ់ពណ៌ផ្កាឈូកដូចខ្ញុំអ្នកទាំងគ្នាក៏អាចប្រើជាមួយនឹងពណ៌បែបនេះបានដែរអញ្ចឹងសម្រាប់ cold tone អញ្ចឹងខ្ញុំ recommend 3ពណ៌នេះដែរដោយពណ៌ទី1នេះអ្នកទាំងគ្នាដូចខ្ញុំប្រាប់អញ្ចឹង warm tone ក៏ត្រូវ cold tone ក៏ត្រូវដែរហើយសម្រាប់ពណ៌ទី2គឺពណ៌លេខ12 watermelon ពណ៌បែបនេះអ្នកទាំងគ្នាហើយសម្រាប់ពណ៌ទី3គឺ berry ពណ៌បែបរាង red berry អ្នកទាំងគ្នាមកចុងក្រោយសម្រាប់អ្នកដែលមានស្បែក neutral tone ខ្ញុំ recommend ជាមួយនឹង Ice Star Lip Gloss ពីរពណ៌នេះគឺដឹងតែត្រូវហ្មងនិយាយទៅអាពណ៌ទី1នេះគឺ signature ហ្មងហើយគឺត្រូវគ្រប់ប្រភេទស្បែកហើយសម្រាប់ពណ៌ទី2ដែលត្រូវជាមួយនឹង neutral tone ហ្នឹងគឺពណ៌លេខ124 Mellow Coffee ពណ៌នេះអ្នកទាំងគ្នាអញ្ចឹងសម្រាប់អ្នកដែលចាប់អារម្មណ៍ជាមួយនឹង Ice Star Lip Gloss អ្នកទាំងគ្នាអាចធ្វើការ inbox ទៅ page ដែលអ្នកទាំងគ្នាកំពុងតែមើលវីដេអូនេះបានបាយបាយ